គាត់ត្រឡប់មើលក្រោយប៉ុន្តែឃើញតែអបស្រអបនិងសំឡេងយំលាជាមួយខ្យល់ពីយប់នោះមកវុទ្ធីចាប់ផ្ដើមសប្បិនឃើញសុភារៀងរាល់យប់នាងអង្គុយលើដើមឈើធំអំពូលភ្លើងពន្លឺពណ៌ខៀវចេញពីរាងកាយនាងនិយាយសំបីតែពេលគាត់ដេកកូនខ្ញុំនៅឯណាញាក់លឺខ្ញុំទេសូមជួយខ្ញុំផងវុទ្ធីភ្ញាក់ពីដំណេកជារៀងរាល់ពេលដែលគាត់ភ្ញាក់សម្លៀកបំពាក់គាត់សើមដោយបានដាកាត់ភ្លៀងម៉ែវុទ្ធីមើលឃើញកូនមានសភាពចម្លែកចាប់ផ្ដើមខ្លាចនឹងទៅសួរព្រះសង្ឃក្នុងភូមិព្រះសង្ឃម្នាក់ឈ្មោះថាលោកអឿនបានប្រាប់ថាវិញ្ញាណនាងសុភាមិនទាន់បានទៅកើតកូនត្រូវទៅធ្វើបុណ្យក្រោមដើមឈើនោះឲ្យនាងចេញពីទីនោះតែចាំថាកុំទៅពេលយប់តែវុទ្ធីក៏មិនជឿទេគាត់សម្រេចថាត្រូវទៅពេលយប់ទើបមានវីដេអូជាភស្តុតាងមកដល់ពេលយប់មានខ្យល់និងភ្លៀងតិចៗវុទ្ធីបានយកផ្លែឈើទៅសែនឲ្យនាងនិងមានម៉ាស៊ីនថតវីដេអូទៅជាមួយផងដែរពេលដល់ទីនោះអបស្រអាប់ដូចជាមនុស្សរាប់រយនាក់កំពុងដើររាំជុំវិញដើមឈើវុទ្ធីដាក់សែននៅក្រោមដើមឈើធំនោះហើយគាត់និយាយថាសុភាខ្ញុំមកជួយនាងសូមនាងកុំរំខានដល់អ្នកណាទៀតសំឡេងនាងឆ្លើយតបត្រឡប់មកមិនអាចទៅបានទេខ្ញុំចាំកូនខ្ញុំអ្នកដឹងថាកូនខ្ញុំនៅទីណាភ្លាមនោះភ្លើងរលត់នៅចំមុខវុទ្ធីមានស្រីម្នាក់លេចចេញពីអបសក់រលាក់ស្លៀកសម្លៀកបំពាក់សមានដៃយឺតប៉ះក្បាលវុទ្ធីហើយនិយាយថាកូនខ្ញុំស្លាប់នៅក្នុងផ្ទៃនៅក្រោមដើមឈើនេះហើយញាក់ជាមនុស្សដំបងដែលឮខ្ញុំនិយាយភ្លាមនោះដើមឈើចាប់ផ្ដើមញ័រស្លឹកឈើធ្លាក់ហើយសំឡេងទារកយំចេញពីក្រោមដើមឈើវុទ្ធីភ័យប៉ុន្តែបេះដូងគាត់លោតញាប់តែគាត់ក៏ព្យាយាមសូត្រធម៌នៃអត្តបុត្រដែលព្រះសង្ឃផ្ដល់ឲ្យពន្លឺភ្លឺពណ៌សកាត់ឡើងពីដើមឈើសុភានៅលើដើមឈើប្រែជាពន្លឺពណ៌សព្រឹកថ្ងៃបន្ទាប់អ្នកភូមិឃើញវុទ្ធីដេកសន្លប់នៅក្រោមដើមឈើនៅក្បែរគាត់មានស្លឹកឈើបង្កើតជារូបទារកតូចពីថ្ងៃនោះមកមិនមានសម្លេងស្រីយំលើដើមឈើនោះទៀតឡើយវុទ្ធីក្លាយជាមនុស្សស្ងៀមស្ងាត់និងគោរពខ្លាំងដល់វិញ្ញាណគាត់បានតាំងចិត្តសាងសីលធម៌ជាអ្នកធ្វើបុណ្យជារៀងរាល់ឆ្នាំក្រោមដើមឈើនោះដើម្បីអនុស្សាវរីយ៍ដល់វិញ្ញាណសុភាលើដើមឈើធំនោះ